នេះជាសកម្មភាពប្រមូលផលដំឡូងជ្វាដែលយើងដាំបានហើយវីដេអូនេះពេញនឹងបង្ហាញទាំងអស់ពីរបៀបដាំនិងរយៈពេលប៉ុន្មានខែដែលយើងទទួលផលអញ្ចឹងណាអញ្ចឹងបើចង់ចេះដាំដំឡូងជ្វាអាចមើលវីដេអូខ្ញុំរហូតដល់ចប់បានណាក្នុងវីដេអូហ្នឹងរៀនពីរបៀបលើករងពីរបៀបកាត់តងហើយរយៈពេលប៉ុន្មានខែដែលយើងទទួលផលអញ្ចឹងណាហើយប្រភេទដំឡូងនេះដែរវាអត់ឬដីពូជដំឡូងនេះយើងស្រួលដាំដីក៏យើងអាចដាំបានដែរហើយបើចង់បានពូជដំឡូងចុច like share វីដេអូរបស់ខ្ញុំមកហើយឆាតមកខ្ញុំមកពេលមានខ្ញុំប្រាប់ហើយបើមានមកកាត់យកលូណែ free ឯងខ្ញុំអត់គិតលុយអីទេមកកាត់យកទៅដាំទៅស្រួលដាំទេពូជដំឡូងនេះ